ឈ្មោះសុំធាជាសមាជិកភូមិជាកសិកររស់នៅភូមិរបងក្រាស់ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្តកំពតបានសហការជាមួយមន្ត្រីកសិកម្មភូមិធ្វើស្រូវបង្ហាញពូជការរំដួលចំនួន 39A បានមន្ត្រីកសិកម្មឃុំបានណែនាំឲ្យខ្ញុំជួដី3ដងអញ្ចឹងឲ្យបែកពីសរីរាង្គប្របបាតយើងឲ្យស្រូវល្អហើយអត់ឲ្យ3ដងអត់មានស្មៅដុះអញ្ចឹងឲ្យស្រូវល្អកាត់បន្ថយថវិកាទិញថ្នាំស្មៅបាញ់ស្មៅហើយកន្លែងជ្រៅវាល្អជាងរាល់ដងហើយស្នាមខ្ញុំមិនដែលបានជួ3ជើងយ៉ាងនេះហើយខ្ញុំដែលបានបាច់ជីងក្របបាតសរីរាង្គហ្នឹងក៏អត់ល្អដែរឆ្នាំនេះបានមន្ត្រីកសិកម្មចុះមកបានបង្ហាញយ៉ាងទៅបានស្រូវខ្ញុំវាល្អអត់មានស្មៅដុះអត់មានអីចឹងកាត់បន្ថយអាលុយចំនួនបាញ់ថ្នាំហ្វាវហ្នឹងបានពាក់ការាលនឹងដែរហើយតង់ក្រោយរបស់ខ្ញុំចាំបងណែនាំដល់ហើយប្រជាបរតក្នុងភូមិយ៉ាងឲ្យណែនាំជាមួយនឹងមន្ត្រីកសិកម្មឃុំចឹងក៏ណែនាំឲ្យជួដី3ដងចឹងឲ្យបាច់ពីត្របាច់